bà sânជាយើងបរាជ័យនៅក្នុងអាជីវកម្មធ្វើឲ្យយើងមានបញ្ហាបំណុលធ្វើឲ្យយើងលក់មិនសូវដាច់ធ្វើឲ្យយើងបានលុយចូលមកនៅក្នុងផ្ទះហើយក៏លុយនោះនឹងចេញទៅវិញធ្វើឲ្យយើងបាទមើលមុខគ្នាមិនចំប្តីប្រពន្ធពេលខ្លះមានអារម្មណ៍ថាស្រឡាញ់ពេលខ្លះមានអារម្មណ៍ថាស្អប់ហើយចំពោះកូនបាទពេលខ្លះក៏និយាយស្ដាប់ពេលខ្លះទៀតក៏និយាយមិនស្ដាប់ហើយខ្លួនឯងក៏ថ្ងៃជាថ្ងៃឈឺបាទមានន័យថាពិបាកសពគ្រប់បែបយ៉ាងបែបនេះបាទទោះបីជាបងប្អូនខិតខំប្រឹងប្រែងហើយក៏រកគ្រប់មធ្យោបាយទាំងអស់ដើម្បីរកដំណោះស្រាយលើបញ្ហាទាំងនេះបាទនៅក្នុងក្រុមគ្រួសាររបស់បងប្អូនក៏នៅតែមិនអាចរកដំណោះស្រាយបានបាទមានទ្រព្យចង់លក់ចេញក៏លក់មិនបានបាទបញ្ហានេះគឺអាចខលមកលោកគ្រូបានណា097 80 79 595 015 69 10 គុត 10 គុត 099 9 គុត 24 24 បាទចឹងនៅពេលដែលបងប្អូនខលមកលោកគ្រូបាទបងប្អូននឹងរកឃើញដំណោះស្រាយ3យ៉ាងដែលសំខាន់នៅក្នុងបញ្ហារបស់បងប្អូនដំណោះស្រាយទី1គឺបាទធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនមានធម៌ពលមានបារមីនឹងឡើងវិញដើម្បីប្រកបកិច្ចការរកស៊ីរបស់បងប្អូនឲ្យទទួលបានជោគជ័យបាទដំណោះស្រាយទី2គឺធ្វើយ៉ាងណាដើម្បីផ្សះផ្សាក្រុមគ្រួសាររបស់បងប្អូនវិញបាទមានន័យថាការរកស៊ីគឺនៅខាងក្រៅបាទឯខាងក្នុងគឺពាក់ព័ន្ធទៅនឹងក្រុមគ្រួសាររបស់យើងប្តីប្រពន្ធមិនសូវជាចុះសម្រុងគ្នាកូននិយាយមិនស្ដាប់ហើយឈឺបានន័យថារ៉ាំរ៉ៃមិនដឹងទៅពេទ្យហើយព្យាបាលហើយប៉ុន្តែនៅតែមិនជាហើយក៏ឈឺវិញណាបាទនេះគឺជាបញ្ហាទី2បញ្ហាទី3បាទដែលជាដំណោះស្រាយកើតឡើងមកពីការរួមសហការជាមួយនឹងលោកគ្រូបាទដែលលោកគ្រូនឹងទទួលយើងជាសិស្សរបស់លោកគ្រូផ្ទាល់ហើយយើងនឹងទទួលបានមុខរបរផ្ទាល់ខ្លួនបានន័យថាដែលរួមមកធ្វើអាជីវកម្មបែបជាប្រព័ន្ធជាមួយលោកគ្រូផងបាទជាលក្ខណៈផ្ទាល់ខ្លួនឯងផងបាទគឺយើងសហការគ្នាបាទនៅពេលណាដែលយើងមានធម៌ពលល្អហើយនៅក្នុងផ្ទះបាទការដែលរួមសហការជាមួយលោកគ្រូបាទធ្វើជាកូនសិស្សរបស់លោកគ្រូអត្ថប្រយោជន៍ដែលយើងនឹងទទួលបានបាទទី1គឺបានន័យថាខិតខំប្រឹងប្រែងរៀនយកចំណេះដឹងបាទទីផ្សារលើប្រព័ន្ធអនឡាញនេះទី1ទី2គឺបងប្អូនក៏នឹងអាចបាទចេះមើលពីហុងស៊ុយនៅក្នុងផ្ទះនោះបែបណាហើយបងប្អូនក៏អាចនឹងកែបានបាទអាចតកែផ្ទះខ្លួនឯងផងអាចថាតកែផ្ទះគេផងបានបាទហើយចំណុចទី3គឺបងប្អូនក៏នឹងអាចក្លាយទៅជាដៃគូសហការរបស់លោកគ្រូដើម្បីបាទជួយការងារលោកគ្រូនោះបាទមាន3ពាក់ព័ន្ធទៅនឹងដីទី1គឺបងប្អូនរៀនចេះដឹងហើយបងប្អូនទៅស្វែងរកដីណាដែលមានជ័យភូមិល្អបាទគឺអតិថិជនរបស់លោកគ្រូគាត់ត្រូវការទិញណាបាទអញ្ចឹងយើងទៅរកដីដែលមានជ័យភូមិល្អនោះតើតើយើងចេះផងដែរទី2យើងអាចបាទទទួលមកការ
sang sang te bà đại miền hông suy là ó bà tam rồi dạ này cả đo bò miền mà oi lục cru hay lục cru đo bò miền nốt ta oi gồm ta tuôn màu ca sang sang bỏ lục cru ná bà này thà te nó cứ về là vừa hai cứ quan miền hông suy là ó miền tham một bộ kháng bà miền này thà cả là hột te năng vì mặt ngayแต่mặt ngay cứ quạt rò lùi bàn là hột chấm này tì bay cứ chui sập sai chui lụa bàแต่เวลาห้องซุยบ่ลูกครูbà គ្រប់ទីកន្លែងទាំងអស់នេះជាដៃគូសហការហើយចំណុចចុងក្រោយគឺយើងរួមគ្នាបង្កើតអាជីវកម្មបានន័យថាមុខរបរនឹងការងារជូនទៅដល់បងប្អូនដែលនៅតាមបណ្ដាខេត្តរបស់យើងគឺលោកគ្រូបាទធ្វើហាងផ្សាររាត្រីហាងផ្សាររាត្រីបែបជាប្រព័ន្ធណាដូចផ្សារថៃអញ្ចឹងបាទគឺត្រូវការរួមចំណែកពីបងប្អូនអស់លោកគ្រូមិនអាចធ្វើអ្វីបានដោយតែម្នាក់ឯងបានទេអញ្ចឹងបាទបងប្អូនអាចចុះឈ្មោះតាក់ទងមកតាមលេខទូរស័ព្ទរបស់លោកគ្រូនឹងផ្ទាល់ជួបជាមួយលោកគ្រូផ្ទាល់ដើម្បីលោកគ្រូបញ្ជូលលម្អិតទៀតថាតើនៅពេលដែលបងប្អូនចំណាយលុយបាទតម្លៃពេញគឺ 1,500 បាទហើយលោកគ្រូបាទបញ្ចុះតម្លៃជូនចំ30នាក់គឺតែ500ទេបាទតែ500ទេតើ500នេះអាចចិញ្ចឹមយើងបានមួយជីវិតមកក្រុមគ្រួសាររបស់យើងតើបងប្អូនគួរតែរៀនគួរតែធ្វើឬមួយក៏អត់បាទបើសិនជាបងប្អូនយកលុយ500នេះទៅចាយខុសខ្ទង់បងប្អូននឹងបាត់បង់អស់តែបើបងប្អូនមាន500នេះបងប្អូនគ្រាន់តែរកដីបានមកកន្លែងបងប្អូនរួច500នេះបាត់ហើយចោះនៅក្បួនហុងស៊ុយចោះនៅម៉ៅកាសាងសង់បាទផ្ទះឲ្យគេចោះនៅជួយលក់ផ្ទះវិឡាចោះនៅកសាងហាងផ្សាររាត្រីសិតតែជាចំណូលទាំងអស់បាទសិតតែជាចំណូលទាំងអស់អញ្ចឹងបងប្អូននឹងអាចដោះស្រាយបានបាទប៉ុន្តែលោកគ្រូនិយាយនេះហើយរៀនចុះឈ្មោះហើយខំរៀនខំធ្វើលោកគ្រូចង់និយាយបញ្ជាក់តិចពាក់ព័ន្ធទៅនឹងហុងស៊ុយនៅក្នុងផ្ទះនេះបងប្អូនខ្លះក៏ជឿបងប្អូនខ្លះក៏នៅមិនទាន់ជឿបងប្អូនខ្លះទៀតក៏យល់បងប្អូនខ្លះទៀតក៏មិនទាន់យល់លោកគ្រូឧទាហរណ៍ឲ្យខ្លីៗដែលយើងអាចយកទៅពិសោធន៍បានដោយខ្លួនឯងបងប្អូនចេះតែគិតថាច្បាប់កម្មផលតែយើងគិតធ្វើបែបណាគឺយើងបានផលបែបនោះឯងអញ្ចឹងយើងរកមកកណាត់គិតហើយនឹងមកកណាត់ផលមកកណាត់គិតនេះសួរថាវិញ្ញាណដែលធ្វើឲ្យយើងមានអារម្មណ៍គិតនោះនៅឯណាបងប្អូននៅក្នុងផ្ទះបងប្អូនគិតយ៉ាងម៉េចបងប្អូនចេញទៅខាងក្រៅផ្ទះបងប្អូនគិតយ៉ាងម៉េចបងប្អូនចូលទៅក្នុងចំណោមមហាជនបងប្អូនគិតយ៉ាងម៉េចនោះហើយគឺជាវិញ្ញាណដែលធ្វើឲ្យបងប្អូនមានអារម្មណ៍ហើយនាំឲ្យគិតអញ្ចឹងសួរថាយើងរលួយបានមិនបានឆ្លោះគ្នាឬមួយក៏យ៉ាងម៉េចអីយ៉ាងម៉េចមានបញ្ហាឈឺស្កាត់អីគឺនៅក្នុងផ្ទះរបស់យើងបាទគឺនៅក្នុងផ្ទះរបស់យើងនោះគឺវិញ្ញាណនៅក្នុងផ្ទះនោះឯងនេះជាផ្នែកមួយនៃគំនិតផ្នែកមួយនៃសកម្មភាពដែលធ្វើឲ្យយើងមានផលគឺកាលណាដែលយើងមានការគិតដោយត្រេះរិះពិចារណាយើងនឹងធ្វើការសម្រេចចិត្តគឺមាន3ដែលធ្វើឲ្យយើងមានផលទី1គឺសកម្មភាពដែលយើងខិតខំប្រឹងប្រែងធ្វើទី2គឺត្រូវការពេលវេលាឯចំណែកទី3គឺត្រូវការស្ថានភាពអញ្ចឹងរបស់ទាំង6នេះត្រូវការផ្គុំគ្នាទើបធ្វើឲ្យយើងជោគជ័យបានសួរថាធម៌ពលដែលជាបារមីពិតប្រាកដនោះនៅណាគឺនៅក្នុងផ្ទះរបស់យើងហ្នឹងផ្ទះរបស់យើងគឺបើយើងរៀបចំត្រូវគឺមានបារមីខ្ពស់ណាស់បាទបងប្អូនគ្រាន់តែពិសោធន៍មើលបានគ្រាន់តែកលេចមើលផ្ទះគេដែលគេមានបារមីខ្លាំងគឺអញើតមកបាទគឺអញើតមានអារម្មណ៍ថាអញើតគួរឲ្យខ្លាចមកមែន